សម្រាប់ជាក់ស្ដែងនៅក្នុងសាលាយើងគឺយើងរៀនទាំងចំណេះដឹងផងហើយនិងបច្ចេកទេសផងដោយសារតែពួកគាត់គឺពេលព្រលឹមឡើងគឺគាត់ហាត់បច្ចេកទេសសៀកដល់ពេលថ្ងៃឡើងគាត់រៀនចំណេះទូទៅអញ្ចឹងមានថាសាលាមធ្យមវិចិត្រសិល្បៈគឺយើងមានបង្រៀនទាំងជំនាញហើយនិងចំណេះទូទៅផងដែររៀននៅទីនេះគឺគាត់ទទួលបានការរៀនដោយមិនបង់ប្រាក់ទេចឹងគឺជាសាលារដ្ឋតែមួយគត់នៅក្នុងប្រទេសកម្ពុជាដែលបណ្ដុះបណ្ដាលលើជំនាញសិល្បៈហើយយើងបានបណ្ដុះនៅជំនាញខាងផ្នែកចំណេះដឹងផងដែរអញ្ចឹងដល់ពេលដែលគាត់បានបញ្ចប់ការសិក្សានៅសាលានេះគឺគាត់បានទាំងសញ្ញាបត្រផ្នែកជំនាញរបស់គាត់ផ្ទាល់ហើយនិងជំនាញខាងស្មើនឹងសញ្ញាបត្រទុតិយភូមិនៅខាងក្រៅផងដែរធម្មតាសាលាជាធម្មតាទៅគឺយើងមានគម្រោងប្រចាំឆ្នាំមកថាមួយឆ្នាំអញ្ចឹងយើងត្រូវធ្វើគម្រោងមួយសម្រាប់រកនៅ sponsor ផ្សេងៗជាពិសេសគឺយើងគម្រោងយើងគឺមានការរៀបចំការសម្ដែងធំហើយនិងការសម្ដែងតូចៗហើយនឹងយើងមានដូចជាកម្មវិធីធ្វើសិក្ខាសាលាផងដែរសិក្ខាសាលាហ្នឹងគឺយើងធ្វើរៀបចំជាកញ្ចប់អញ្ចឹងទៅយើងលក់ជាកញ្ចប់ហ្នឹងទៅដល់សាលាអន្តរជាតិជាពិសេសសាលាអន្តរជាតិដែលគេមានកូនសិស្សបរទេសហ្នឹងយើងអាចយើងបានធ្វើរួចហើយយើងធ្វើជាប្រចាំតែម្ដងគឺយើងតែងតែមានឱកាសក្នុងការអញ្ជើញពួកគាត់មកចូលរួមសិក្ខាសាលាអំពីសិល្បៈសៀកយើងហើយពេលខ្លះទៀតក៏យើងមានកម្មវិធីដូចជាគេអញ្ជើញទៅចូលរួមកម្មវិធីសម្ពោធក្រុមហ៊ុនកម្មវិធីខួបកំណើតឬក៏កម្មវិធីជប់លៀងឬក៏កម្មវិធីផ្សេងៗអាហ្នឹងជាផ្នែកមួយក្នុងការជួយទ្រទ្រង់ក្នុងផ្នែកហិរញ្ញវត្ថុទៅលើការជួយកិច្ចការទូទៅនៅក្នុងសាលាយើងផងដែរសប្តាហ៍នេះគឺសាលាគឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខាងក្រសួងវប្បធម៌និងសិទ្ធិសិល្បៈអញ្ចឹងយើងការទទួលឧបត្ថម្ភហ្នឹងគឺយើងបានមកពីខាងមួយផ្នែកពីខាងក្រសួងវប្បធម៌ហើយនិងក៏អង្គភាពផ្ទាល់របស់សាលាមជននោះក៏គាត់ជួយជ្រោមជ្រែងក្នុងការផ្ដល់នៅសម្ភារៈផ្ដល់នៅជាពិសេសគឺលោកគ្រូអ្នកគ្រូសុទ្ធតែជាអ្នកទទួលបានប្រាក់បៀវត្សពីខាងរដ្ឋខាងក្រសួងអញ្ចឹងគាត់ផ្ដល់ឲ្យបានថាយើងពេលខ្លះក៏យើងមានការសម្ដែងមួយចំនួនដែលខ្លួនឯងឬក៏ការសម្ដែងថ្នាក់សាលាឬក៏ថ្នាក់រដ្ឋហ្នឹងក៏បានមានវត្តមានរបស់សិល្បៈសៀកដែរគ្រាន់ថាយើងមិនទាន់បានច្រើនណាអញ្ចឹងយើងបើសិនជាយើងបានការសម្ដែងច្រើនទៅក៏យើងមានឱកាសក្នុងការទទួលបាននៅការឧបត្ថម្ភផ្សេងៗដើម្បីទ្រទ្រង់អំពីការផលិតការសម្ដែងក៏ដូចជាបង្ហាញនៅទឹកចិត្តសម្រាប់សិល្បករក្នុងការបន្តនៅជំនាញនេះផងដែរហើយចប្រហែលជា 50% ព្រោះមុនកូវីដយើងប្រហែលជា 50-60 នាក់ជាងដែរដោយសារតែបញ្ហាហ្នឹងហើយធ្វើឲ្យជីវភាពកដាជីវភាពជាពិសេសគឺឪពុកម្ដាយរបស់ពួកគាត់គឺគាត់មានបញ្ហាជីវភាពអញ្ចឹងខ្ញុំត្រូវឲ្យកូនគាត់ឈប់អីចឹងហើយគាត់អ្នកខ្លះក៏គាត់ទៅខេត្តគាត់ទៅខេត្តវិញអីចឹងទៅគាត់ត្រូវអ្នកខ្លះទៀតក៏ត្រូវផ្លាស់ប្ដូរទីលំនៅគាត់ត្រូវធ្វើការជាពិសេសគាត់ទៅធ្វើការរោងចក្រឬក៏ធ្វើការផ្សេងៗទៅហើយជាពិសេសក្មេងខ្លះក៏គាត់រៀនអត់បានចប់ដែរអញ្ចឹងយើងអាចនិយាយថាវាជាបញ្ហាសកលហើយពេលនោះគឺសេដ្ឋកិច្ចផងអីផងអញ្ចឹងទៅវាប៉ះពាល់សពទៅលើវិស័យទាំងអស់តែម្ដងអញ្ចឹងប៉ះពាល់ខ្លាំងជាងគេគឺយើងកំពុងតែខ្សោយហើយវាកូវីដនឹងមកហើយវាមានបញ្ហាសេដ្ឋកិច្ចផ្សេងៗមកទៀតវាធ្វើឲ្យប៉ះពាល់ទៅលើទម្រង់នៃការបង្ហាត់របស់យើងក៏ដូចជាធនធានរបស់យើងផងបាទជាចុងក្រោយខ្ញុំនៅតែសំណូមពរថាចង់ឲ្យដែលពួកគាត់ដែលជាអ្នកដែលមានធនធាននៅក្នុងសង្គមឬក៏អ្នកដែលគិតថាចង់ជួយឲ្យវិស័យមួយនេះក៏ជាវិស័យមួយដែលនៅក្នុងសិល្បៈខ្មែរយើងផងដែរធម្មតាសិល្បៈសៀកនេះគឺមានប្រវត្តិតាមពិតទៅមានប្រវត្តិយូរលង់ណាស់មកហើយនៅក្នុងប្រាសាទបាយ័ននៅជញ្ជាំងប្រាសាទបាយ័ននោះគេបានឆ្លាក់អំពីចម្លាក់ប្រាសាទអំពីចម្លាក់សៀកនេះផងដែរអញ្ចឹងសៀកយើងមានតចំនួនយូរហើយមិនមែនជាសិល្បៈដែលភាគច្រើនគេគិតថាអូប្រហែលជានៅតែបរទេសបានមានសិល្បៈសៀកបែបហ្នឹងតែភាពពិតសិល្បៈយើងសៀកខ្មែរយើងហ្នឹងគឺបានចូលបម្រើនៅអារម្មណ៍ទស្សនិកជនជាច្រើនជាក់ស្ដែងគឺដោយការពីនៅខែ4នៅថ្ងៃចូលឆ្នាំនៅខេត្តសៀមរាបហ្នឹងគឺយើងបានទៅចូលរួមសម្ដែងនៅក្នុងកម្មវិធីអង្គរសង្ក្រាន្តហើយយើងបានពំនាំនៅសិល្បៈសៀកដែលយើងបានច្នៃប្រឌិតទៅលើទម្រង់សិល្បៈបែបខ្មែរអញ្ចឹងវាជាផ្នែកមួយក្នុងការដែលយើងបានផ្សព្វផ្សាយទៅកាន់បងប្អូនទស្សនិកជនអញ្ចឹងអ្វីដែលយើងចង់បានតបស្នងត្រឡប់មកវិញចង់ឲ្យពួកគាត់ជួយគ្រប់គ្រងផ្សេងក្នុងការពេលដែលយើងមានកម្មវិធីសម្ដែងយើងលក់សម្បត្តិអីអញ្ចឹងពេលផ្សព្វផ្សាយទៅចង់ឲ្យពួកគាត់មកទស្សនាគ្រប់គ្រងទៅការលក់សម្បត្តិអីអញ្ចឹងក៏បានជួយលើកទឹកចិត្តឲ្យសិល្បករក៏ដូចជាលោកគ្រូអ្នកគ្រូគាត់ខិតខំបង្ហាត់បង្រៀននិងការបង្កើតនៅស្នាដៃអ្វីដែលថ្មីក្នុងការជួយលើកស្ទួយសិល្បៈសៀកនេះឲ្យកាន់តែរីកចម្រើនឡើង